ជាដំបូងនាងខ្ញុំសូមជម្រាបសួរដល់លោកគ្រូដែលបង្រៀនលើថ្នាក់ e-commerce នៅវេនល្ងាចហើយថ្ងៃនេះខ្ញុំនឹងមក demo អំពី project របស់ខ្ញុំដែលជា project សម្រាប់ midterm អញ្ចឹងជាដំបូងឡើយនាងខ្ញុំឈ្មោះមុំរដ្ឋាមកពីវេនល្ងាចអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំសូមធ្វើការ demo ហ្មងទៅដំបូងឡើយខ្ញុំសរសេរជា HTML CSS JavaScript ធម្មតាទេយើងចាប់ផ្ដើម run មកយើងចាប់ផ្ដើមopen with live server អញ្ចឹងនេះគឺជា project របស់ខ្ញុំមាន now bar មាន section content ផ្សេងៗមាន product ដែលខ្ញុំធ្វើការទៅលើការលក់ skin care ហើយខ្ញុំមាន footer មានអីផ្សេងៗហ្នឹងអញ្ចឹងcontent ដែលលោកគ្រូឲ្យធ្វើគឺត្រូវមាន product ធ្វើពីអីក៏បានដែរអញ្ចឹងខ្ញុំជ្រើសធ្វើជាលក់ skin care មាន toner មាន serum មានអីយើងអាច filter បានយើងអាច search រកបានឧទាហរណ៍ថាខ្ញុំ search ចង់ search sunscreen អញ្ចឹងគឺឃើញតែ sunscreen អញ្ចឹងហើយខ្ញុំអាចជាលក្ខណៈfilter ខ្ញុំមាន filter ជាតម្លៃចាប់ពីទាបទៅខ្ពស់នេះពី12 14 16អញ្ចឹងទៅហើយពីខ្ពស់មកទាបវិញក៏ដូចជា filter ពីការ add favorite first ឧទាហរណ៍ថាខ្ញុំ add favorite នេះចាអញ្ចឹងពេលដែលខ្ញុំ filter favorite មកវានឹងចាញ់ favorite first នៅនេះអញ្ចឹង content ដែលលោកគ្រូឲ្យធ្វើយើងអាច filter យើងអាច search យើងអាចអីផ្សេងៗខ្ញុំអាច add to cart អញ្ចឹងខ្ញុំធ្វើការ add to cart មួយអញ្ចឹងឃើញឡើងលេខ1ហើយខ្ញុំអាចមើលបានអញ្ចឹងគឺឃើញ1តម្លៃ$42អញ្ចឹងពេលដែលខ្ញុំបូកថែមមួយទៀតគឺឡើង84បើដកចេញគឺនៅ42ដដែលអត់ទេយើងចង់ delete ចេញក៏បានអញ្ចឹងវានឹង empty admin នៃអញ្ចឹងឧទាហរណ៍ថាខ្ញុំ add to cart 2ខ្ញុំ add 3អញ្ចឹងprocess របស់យើងគឺ3ហើយឧទាហរណ៍ថានេះយើងចង់បាន2ហ្នឹងយើងនឹងឡើងទៅលុយនឹងឡើងតាមហ្នឹងហើយបន្ទាប់មកយើងគិតថាយើងទិញប៉ុណ្ណឹងហើយយើងអាច check out បានតែដោយសារតែយើងអត់មាន API មានអីទេគឺខ្ញុំអត់ធ្វើជាលក្ខណៈមាន button សម្រាប់ដាក់ payment ដាក់អីទេខ្ញុំគ្រាន់តែ check out ហើយគឺគ្រាន់តែ thank you យើងតែប៉ុណ្្នឹងទេអញ្ចឹងយើងអត់មានអីច្រើនទេអញ្ចឹងមួយទៀតគឺ responsive ខ្ញុំអាច check មើលបានខ្ញុំប្រើជាមួយនឹងនេះឃើញ responsive សម្រាប់ now bar នេះក៏យើងអាច click អីបានដែរខ្ញុំគ្រាន់តែដាក់មកទេអញ្ចឹង responsive មួយទៀតគឺបែបនេះអញ្ចឹងកាតយើង display មកមួយហើយយើងអាចចុច add to cart ហើយយើងអាច check cart មើលហើយយើងអាចបូកថែមតយើងអាច check out មកអញ្ចឹងគឺ ready ហើយអញ្ចឹងគឺនេះជា responsive របស់ខ្ញុំអញ្ចឹងproject midterm របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ